សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញបងប្អូនម្ដងបងប្អូនណាបាទគឺបែនស្រូវបងប្អូនហើយរំលឹកនៅក្បាច់គុណចាស់ម្ដងហើយបងប្អូនណាបាទនេះគឺសម័យយើងកាវជាងអីនេះគឺនឹមគ្នាធ្វើហើយបងប្អូនណាបាទច្រូតមកយកមកបែនបុកទាំងអស់គ្នាដែរបងប្អូនហើយណាបាទចឹងអ្នកស្រែគ្នាយើងសេរីកាវនឹងដឹងហើយយ៉ាងណាយ៉ាងណីដែលធ្លាប់នោះណាបាទនេះគឺយើងដែលមិញតម្រឹមបានជាស្រូវនឹងក៏បែនបុកជើងមួយទៅចង់ក្លិតក្លាញហើយបងប្អូនណាបាទមិនដូចគេសពថ្ងៃទេមានតាំងពីម៉ាស៊ីនបោកម៉ាស៊ីនច្រូតអីស្រួលដល់បាទហើយយើងរំលឹកពីបុរាណយើងម្ដងហើយបងប្អូនណាឲ្យបងប្អូនបានឃើញជាពិសេសគឺក្មេងៗចាស់ក្រោយនេះមិនដឹងបែនស្រូវអ្វីទេបងប្អូនអើយក៏ចេះបែនដូចជាងចាស់មុនទេ